សួស្តីពុកម៉ែបងប្អូនអរគ្នាសូមស្វាគមន៍មកកាន់ page រៀនភាសាអង់គ្លេសជាមួយនឹងខ្ញុំថ្ងៃនេះខ្ញុំមានមេរៀន grammar វគ្គដំបូងតើអ្នកអាចមើលតាមអេក្រង់បាននេះគឺជាទម្រង់នៃការប្រើ present simple unit 1 present simple បច្ចុប្បន្នកាលធម្មតា present simple នេះគឺយើងប្រើទៅលើអីណាតើនេះមើលអានអ្នកគ្នា The present simple is used to make simple statements of fact and talk about things that happen repeatedly and to describe things that are always true និយមន័យរបស់ present simple បច្ចុប្បន្នកាលធម្មតាគឺត្រូវបានប្រើដើម្បីបង្កើតប្រយោគធម្មតា simple ធម្មតានៃការពិត fake មិន fake คล้ายៗនេះ fate នេះគឺការពិតដើម្បីនិយាយអំពីអីគេដែលកាត់ឡើងផ្ទួន repeatedly ហ្នឹងណាផ្ទួននិងពិពណ៌នាអ្វីដែលគឺតែងតែការពិតនឹងប៉ុណ្ណឹងបងប្អូននៅអត្ថន័យប៉ុណ្ណឹងចឹងបងប្អូនមើលតាមនឹងហើយតោះឥឡូវយើងមើល 1.1 ហើយចាំខ្ញុំឲ្យមើលកន្លែងនេះ verb frequency ក្នុងគោលបំណងរបស់យើងក៏យើងឲ្យអ្នកនរគ្នាយល់អំពីក្នុងមេរៀនហ្នឹង present continuous បច្ចុប្បន្នកាលបន្ត present future present for future event ហើយនឹង adverb of frequency នៅទំព័រទី202វែងគួរសមដែរអូខេតោះអ្នកគ្នាឥឡូវយើងមើលកន្លែងនេះសិន 1.1 the present simple អញ្ចឹងនេះគេបន្ថែមណា the present to make the present simple to almost verb use the best form infinitive without to infinitive ហ្នឹងគេស័ព្ទខ្ទង់ទី1អញ្ចឹងគេស័ព្ទទី1ដែលមិនមានពាក្យ to អញ្ចឹង infinitive without to អញ្ចឹងគេប្រើអញ្ចឹងដើម្បីបង្កើតអីគេដើម្បីបង្កើតទៅលើបច្ចុប្បន្នកាលធម្មតានៃគេស័ព្ទភាគច្រើន most ភាគច្រើនត្រូវបានប្រើជាទម្រង់មូលដ្ឋានគឺគេស័ព្ទខ្ទង់ទី1ដោយមិនមាន to without ដោយគ្មាន to ឧទាហរណ៍នេះ I eat lunch at noon every day I eat lunch at noon every day ខ្ញុំហូបអាហារថ្ងៃត្រង់នៅពេលថ្ងៃជារៀងរាល់ថ្ងៃអានេះ best form បងប្អូន best form ឬក៏ infinitive without to នេះ it ឃើញអ្នកសញ្ញា highlight នេះបងប្អូនហើយចំពោះ everyday នេះវិញគឺបញ្ជាក់ពី adverb of frequency are often used with the present simple អញ្ចឹងបញ្ជាក់ថា every day every morning អញ្ចឹងទាំងអស់ហ្នឹងណាគេតែងគេហៅថាគុណកិរិយាសព្ទជាញឹកញាប់ត្រូវបានគេប្រើជាមួយនឹងបច្ចុប្បន្នកាលធម្មតាអញ្ចឹង every day every morning every night every afternoon ហ្នឹងទៅអញ្ចឹងគេប្រើអាហ្នឹងក្នុងការប្រើទៅលើបច្ចុប្បន្នកាលធម្មតាជានិច្ចអូខេ she eat lunch at 2 PM every day នាងហូបអាហារពេលថ្ងៃត្រង់ជារៀងរាល់ពេលម៉ោង2ពេលរសៀលហ្នឹងណាជារៀងរាល់ថ្ងៃអញ្ចឹងជាមួយនឹង it ឃើញទេដែលមាន s នឹងគេបញ្យល់ហើយកន្លែងនេះ it អត់មាន s ទេប៉ុន្តែកន្លែងនេះ it មាន s អញ្ចឹងអ្នកនរត្រូវមើលកន្លែងនេះច្បាស់ he ចំពោះទម្រង់ he she ហើយនឹង it ត្រូវតែតែងតែថែម s ទៅលើទម្រង់ base form ហ្នឹងគេហៅថានេះ infinitive without to នឹងឯងគឺវានៅខាងក្រោយhe she it ហ្នឹងគឺជាធម្មតាយើងតែងតែថែម s ជានិច្ចទាំងអស់គ្នាមិនបាច់ឆ្ងល់ទេខ្ញុំបញ្យល់មួយតនមួយមកកុំឲ្យថាលោកគ្រូចោះមានចំណុចផ្សេងៗកុំអាលអញ្ចឹងយើងរៀនតាម step វាដើម្បីឲ្យទទួលបាននៅទម្រង់របស់ហ្នឹងតោះមួយទៀត future simple បច្ចុប្បន្នកាលឧទាហរណ៍បច្ចុប្បន្នកាលណាឥឡូវខ្ញុំអានខ្ញុំអត់ប្រែទេបងប្អូនខ្ញុំប្រើចោះប៉ុន្តែខ្ញុំអត់បញ្យល់ទៀតទេព្រោះអីខ្ញុំបញ្យល់លើអស់ហើយ future simple future further sorry សំទោស further simple គឺឧទាហរណ៍បន្ថែម we drink coffee every morning ពួកយើងហូបកាហ្វេជារាល់ព្រឹកwe start work at 9 AM ពួកយើងចាប់ផ្ដើមធ្វើការនៅម៉ោង9
ព្រឹកជាងទៅ 9 AM ព្រឹក they leave work at 5 PM ពួកគេចេញពីធ្វើការនៅម៉ោង 5 she drink coffee every morning she drinks coffee every morning អានេះ drink បើសិន drink នេះមាន s យកនេះយល់ទេកន្លែងនេះមែនទេ she drink coffee every morning នាងហូបកាហ្វេថាផឹកកាហ្វេជារាល់ព្រឹក he starts work at 11 AM Rob leaves works at 7 PM ចឹងអ្នកនរគ្នាដឹងណាទាំងការប្រើគឺ Robs នឹងក៏ជាប្រតិ3ដែរនេះជាប្រតិ3អញ្ចឹង he said it នឹងគឺចូលដំណងនេះចឹង by form មានទៅតាម s អូខេ how to form តោះរបៀបនៃការប្រើទម្រង់ how to form របៀបនៃការប្រើទម្រង់ជា subject មាន3តោះគ្នា subject verb ហើយនឹង rest of sentence នឹងគឺផ្នែកនៃប្រយោគអញ្ចឹងអ្នកនរគ្នាអ្វីដែលត្រូវយល់អំពី form ហ្នឹងគឺមាន I you we they អញ្ចឹងយើង it ប្រើធម្មតាអត់មានថែមអីទាំងអស់តែ I you we they eat lunch at 2 PM every day he she eats អាហ្នឹងគឺ by form វាទំនងដឹងហើយណាទៅពីលើហ្នឹងខ្ញុំប្រាប់ឲ្យនេះអញ្ចឹងយើងត្រូវថែម s នៅខាងចុងអូខេយល់បើអត់យល់សុំផ្ទៀងមើលឡើងវិញអានឡើងដើម្បីទទួលបានវីដេអូបន្ថែមទៀតហ្នឹងណាឲ្យយល់បន្ថែមតោះបងប្អូនគ្នា 1.2 1.2 នេះគឺទម្រង់ការប្រើ s និង es នៅខាងចុងអីគេគឺហៅថា by form បងប្អូនគ្នាខាងចុងនឹង by form តើបងប្អូនត្រូវចាំណាចាំឲ្យ note យកសភៅ note សុំទោសយកសភៅ note អញ្ចឹង s ហើយនឹង es នៅ ending នៅខាងចុងបញ្ចប់ ending នេះគឺចុងបញ្ចប់អញ្ចឹង with some verb es is added for he see it គេស័ព្ទដែលថែម es ហ្នឹងថែមគេស័ព្ទដែលថែម es គេស័ព្ទដែលមានខាងចុងបងប្អូនគ្នាខាងចុង es ខាងចុងអូខេបងប្អូនគ្នាអាចប្រើមើលគឺ es he see it ហ្នឹងឧទាហរណ៍នោះត្រាតែយើងទៅថែម es នៅខាងក្រោយដែលមាន he see it ហ្នឹងណាលុះត្រាតែគេស័ព្ទហ្នឹងនេះដែលមានអក្សរ sh ch o s h ហើយនឹង z ទាំងអស់ហ្នឹងគឺយើងត្រូវថែម es ខាងចុងឧទាហរណ៍ I go to bed he goes to bed ឃើញទេទៅថែម es ដោយសារតែមានទម្រង់ក្នុងទម្រង់ហ្នឹងនិយាយរួមអត់មានទម្រង់ហ្នឹងយើងប្រើតែ by form យើងត្រូវថែម es ខាងចុង I finish work he finishes work I watch TV she watches TV I cross the road she crosses ឃើញចេញអាចសម្លេង this she crosses road I fix car she fixes car their phones buzz សម្លេង buzz សម្លេងវា buzz ជាងសម្លេងវាញ័របងប្អូននេះអូខេទូរស័ព្ទរបស់គេគឺញ័រគ្រប់ពេញមួយថ្ងៃ his phone buzzes all day តើនេះយល់ទេណាចាស់នៅមើលចំនួន further example ឧទាហរណ៍បន្ថែមដូចជាពាក្យអីគេ Tom does dishes every evening does dishes okay she teaches English to 6 students គាត់បរិមសងលេខសក់6នាក់ទេ do this ហ្នឹងបើរៀងចានបងប្អូនរៀងចានជាក្នុងពេលល្ងាច he washes the window on Fridays Friday មានអាចមានថាម៉េចគឺជារៀងរាល់ថ្ងៃជារៀងរាល់ថ្ងៃសុក្រយើងប្រើដោយសារតែ Fridays មានអាច he blushes when he's impressed blush ហ្នឹងគឺមុខក្រហមបងប្អូនមុខរៀងក្រហមអៀនណា he blushes គាត់មុខឡើងក្រហមនៅពេលដែលគាត់ហ្នឹងក៏គឺមានភាពអាម៉ាស់មានការអាម៉ាស់ when he impress ហ្នឹងគឺអាម៉ាស់មកអៀនទៅអូខេតោះនេះមើលចំណុចមួយទៀតប៉ុន្តែមកតន់ចូលតម្រង 1.3 ដោយសារតែអីដោយសារតែខ្លាចទាំងអស់គ្នាតាមមកតន់អញ្ចឹងខ្ញុំដាក់តែ common mistake ហ្នឹងគឺអ្នកផ្សេងគឺតែងតែមានកំហុសនៃការប្រើទម្រង់ forming ការប្រើទម្រង់ជាទម្រង់ present simple តែប្រើទម្រង់បច្ចុប្បន្នកាលធម្មតា when a present simple is used with he she it one of person names as an ei ដូចគ្នានៅពេលដែលយើងប្រើបច្ចុប្បន្នកាលធម្មតាគឺត្រូវបានប្រើជាមួយនឹង he she it ឬក៏មនុស្សឈ្មោះមនុស្សមួយគឺតែងតែអីគេគឺតែងតែមានអក្សរ s និង es ខាងចុងបងប្អូនត្រូវចាំណាអូខេកន្លែងហ្នឹងដូចគ្នាចាំផង he starts works at 11 AM ហ្នឹងត្រូវ he start works ប៉ុន្តែ he start អ្នកផ្សេងក៏គាត់ច្រឡំ
គាត់ច្រឡំគាត់ចេះអត់ដាក់នឹងជារឿងចំណុចមួយខុសដែរខុសបន្តិចក៏ខុសដែរប៉ុន្តែនៅការនិយាយគេអត់ប្រកាន់ទេប៉ុន្តែក្នុងការសរសេរក្រែងលោពិបាកមែនតើព្រោះអីត្រូវការសរសេរហងអាចជាការប្រឡងទៀតជាងពិបាកអញ្ចឹងអ្នកនរត្រូវត្រួតពិនិត្យមែនតើនៅពេលដែលយើងចាប់ផ្ដើមប្រឡងអីមួយមើលឲ្យផ្ទៀងទៀតហើយបើផ្ទៀងមើលអត់ដឹងលុះត្រាតែអ្នកនោះគាត់ភ្លេចចំណុចដែលខ្ញុំប្រាប់ហ្នឹងអាចភ្លេចអាចដឹងថាអត់ដឹងថាខ្លួនឯងខុសទេអញ្ចឹងត្រូវមើលចំណុចទូចៗហ្នឹងវិញអូខេ I eat lunch at noon every day. I do eat lunch at noon every day. អញ្ចឹងអ្នកនរមើលចំណុចទាំងអស់ហ្នឹងទៅហើយក៏ខ្ញុំបានផ្ដល់តែមួយ 1.2 ទៀតដោយសារតែទី1 space ទូរស័ព្ទរបស់ខ្ញុំតិចហើយនៅមួយកុំព្យូទ័ររបស់ខ្ញុំរៀងតិចដែរអញ្ចឹងបើសិនបើខ្ញុំនៅតែនិយាយទៀតអាចจะមានបញ្ហាច្រើនអញ្ចឹងខ្ញុំសូមប៉ុណ្ណឹងសិនហើយបើសិនបងប្អូនអ្នកគ្នាពេញចិត្តមេរៀនរបស់ខ្ញុំក៏ដូចជាចូលចិត្តនឹងការតាមដានឬយល់យ៉ាងម៉េចជួយខមមិនខាងក្រោមផងបើសិនបើយល់ឬក៏មិនយល់អីឬក៏ចង់ឲ្យខ្ញុំបន្តទៀតបានច្រើនក៏បានដែរគឺខ្ញុំរីករាយនឹងស្វាគមន៍ទទួលនៃការភាពរិះគន់នឹងការកែតម្រូវអរគុណច្រើនសូមជូនពរសំណាងល្អ